ជីវិตមនុស្សយើងកើតមកគឺមានជីវិតម្នាក់ៗដូចគ្នាប៉ុន្តែมันប្រកាសថាយើងម្នាក់ៗឲ្យនិយមន័យជីវិតបានដូចគ្នានោះទេនិយមន័យជីវិតគឺអាស្រ័យនឹងការរស់នៅប្រចាំថ្ងៃរបស់មនុស្សហើយគេនឹងឲ្យនិយមន័យជីវិតទៅតាមចំណេះដឹងបទពិសោធន៍និងរឿងរ៉ាវផ្សេងៗដែលពួកគេបានជួបផ្ទាល់រហូតមកទល់ពេលនេះពុំទាន់មានជនណាម្នាក់ឲ្យនិយមន័យជីវិតបានច្បាស់លាស់នោះទេប៉ុន្តែយើងបានត្រឹមតែដឹងថានៅក្នុងជីវិតគឺមានទាំងរឿងល្អរឿងអាក្រក់ជោគជ័យបរាជ័យនៅលាយឡំគ្នាផ្លាស់ប្ដូរវេនគ្នាឥតឈប់ឈរទុក្ខនិងសុខជាគូនឹងគ្នាអញ្ចឹងហើយទើបមនុស្សដែលកើតមកជួបទុក្ខជួបសុខគឺជារឿងធម្មតាមិនថាអ្នកនោះជាអ្នកណាមានទ្រព្យសម្បត្តិមហាសាលកើតជាកូនរាស្ត្រកើតជាកូនមន្ត្រីឬបុត្រាបុត្រីនៃក្សត្រក៏ត្រូវមានទុក្ខទាំងអស់គ្រាន់តែលក្ខណៈនៃទុក្ខគឺខុសគ្នាតែប៉ុណ្ណោះសម្រាប់មនុស្សសាមញ្ញដូចជាខ្ញុំយល់ថាជីវិតនេះជាដំណើរផ្សងព្រេងដ៏អស្ចារ្យមួយដើម្បីស្វែងរកចំណេះដឹងមិត្តភាពក្តីស្រមៃស្នេហាទ្រព្យសម្បត្តិកិត្តិយសនិងការបន្សល់ទុកនូវស្នាដៃអ្វីមួយជាដើមក្នុងដំណើរផ្សងព្រេងមួយនេះយើងនឹងបានជួបឧបសគ្គរកឃើញដំណោះស្រាយជាច្រើនពេលខ្លះក៏ដួលហើយក៏ត្រូវងើបឈរឡើងវិញពេលខ្លះក៏បានជួបបានស្គាល់មនុស្សជាច្រើនប៉ុន្តែក៏ត្រូវបែកគ្នាទៅវិញដោយប្រការណាមួយក៏មិនបានដឹងមុននោះដែរថ្ងៃខ្លះជីវិតនេះក៏បានសុខកាយសប្បាយចិត្តព្រោះបានសំតាមបំណងបានជួបមនុស្សជាទីស្រឡាញ់បានរស់នៅក្នុងភាពជាមនុស្សមានតម្លៃជាដើមពេលខ្លះបានសុខត្រឹមតែកាយប៉ុន្តែចិត្តមានទុក្ខធ្ងន់ពេលខ្លះទៀតក៏បានសុខត្រឹមចិត្តប៉ុន្តែកាយមានការខ្វះខាតមានពេលមួយយើងក៏កើតទុក្ខដបិតត្រូវជួបរឿងខកបំណងជួបរឿងព្រាត់ប្រាសឬត្រូវគេកុហកបោកប្រាស់ជាដើមកាលវេលាខ្លះយើងហាក់ដូចជាមានតំណែងសម្រាប់គេពេលខ្លះទៀតយើងនិងគេហាក់ដូចជាមនុស្សដែលមិនដែលស្គាល់គ្នាអញ្ចឹងពេលខ្លះគេញញឹមដាក់យើងគេសរសើរយើងគេលើកដំកើងយើងប៉ុន្តែពេលខ្លះគេធ្វើមុខក្រញូវគេស្ដីបន្ទោសយើងគេអាចនឹងទាញយើងឬច្រានយើងចុះនរកក៏មានដែរជីវិតគឺវាបែបហ្នឹងមានល្អចូលហើយក៏មានអាក្រក់ចូលមកដូចគ្នាប៉ុន្តែវាមិនដែលតែមានល្អរហូតគ្មានអាក្រក់ឬក៏មានតែអាក្រក់ដោយគ្មានវត្តមាននៃរឿងល្អនោះទេបារមគ្រូខុងជឺបាននិយាយថាជីវិតគឺជាការជ្រើសរើសក្នុងជីវិតនេះមានជម្រើសរាប់មិនអស់ហើយយើងជាអ្នកដែលត្រូវជ្រើសរើសយកដោយខ្លួនឯងកាលដែលយើងកើតមកហើយខ្មៅឬសខ្ពស់ឬទាបធាត់ឬស្គមមានឬក្រស្អាតឬមិនស្អាតសំឡេងពីរក់ឬមិនពីរក់គឺជាជម្រើសរបស់ធម្មជាតិយើងមិនអាចប្រឆាំងឬតវ៉ាជាមួយធម្មជាតិបានទេប៉ុន្តែពេលដែលយើងធំដឹងក្តីយើងអាចតវ៉ាយើងអាចជ្រើសរើសយើងអាចកំណត់ពីអនាគតរបស់ខ្លួនឯងបានយើងមានអត្តចរិតបែបណាគឺជាជម្រើសរបស់យើងចង់ស្រឡាញ់អ្នកណាចង់រាប់អានអ្នកណាក៏ជាជម្រើសរបស់យើងដូចគ្នាគ្មានអ្នកណាមកបង្ខំយើងបានទេអនាគតយើងបែបណាគឺជាជម្រើសរបស់យើងគ្មានអ្នកណាមកកំណត់វាសនាឲ្យយើងបានទេយើងមានសិទ្ធិលុតដំខ្លួនឯងមានសិទ្ធិច្នៃខ្លួនឯងឲ្យមានតម្លៃមានសិទ្ធិជ្រើសរើសមុខរបរអ្វីមួយបានប៉ុន្តែរឿងធ្វើជាមនុស្សល្អឬជាមនុស្សអាក្រក់ជាជម្រើសរបស់យើងអាចរើសធ្វើជាមនុស្សល្អមានសុវិធវត្តគុណធម៌មានសិលធម៌ត្រឹមត្រូវហើយយើងក៏មានសិទ្ធិធ្វើជាមនុស្សបាបមនុស្សដែលគ្មានក្រមសិលធម៌គុណធម៌នៅក្នុងខ្លួនបានដូចគ្នាយើងមានសិទ្ធិពេញលេញដើម្បីសិក្សារៀនសូត្រប៉ុន្តែរឿងរៀនឬមិនរៀនគឺជាជម្រើសរបស់យើងគ្មានអ្នកណាអាចបង្ខំយើងឲ្យរៀនឬក៏មករៀនជំនួសយើងបានឡើយគេអាចជួយណែនាំជួយជ្រោមជ្រែងយើងបានប៉ុន្តែយើងជាអ្នកដើរដោយខ្លួនឯងគេមិនអាចដើរជំនួសយើងបានទេសូម្បីតែឪពុកម្ដាយរបស់យើងក៏មិនអាចដើរជំនួសយើងបានដែរដោយសារតែគ្រប់យ៉ាងគឺជាជម្រើសរបស់យើងដូច្នេះហើយយើងគួរតែជ្រើសរើសយកអ្វីដែលល្អអ្វីដែលនាំឲ្យខ្លួនឯងរីកចម្រើនជាងមុនរីឯអ្នកម្ដាយថេរេសាក៏បាននិយាយដែរថាជីវិតគឺជាឱកាសចូលដោយផលប្រយោជន៍ពីវាជីវិតគឺជាភាពស្រស់ស្អាតចូលឲ្យតម្លៃវាជីវិតគឺជាក្តីស្រមៃចូលសម្រេចវាឲ្យបានជីវិតគឺជាការប្រយុទ្ធចូលប្រឈមមុខនឹងវាជីវិតគឺជាកាតព្វកិច្ចចូលបំពេញវាជីវិតគឺជាល្បែងចូលលេងវាជីវិតគឺជាការសន្យាចូលបំពេញវា
ជីវិតគឺជាទុកចូលយកឈ្នះវាជីវិតគឺជាចម្រៀងចូលច្រៀងវាជីវិតគឺជាការលំបាកចូលទទួលស្គាល់វាជីវិតគឺជាសោកនាដកម្មចូលប្រឈមមុខនឹងវាជីវិតគឺជាការផ្សងព្រេងចូលក្លាហានឡើងជីវិតគឺជាសំណាងចូលបង្កើតវាឡើងជីវិតមានតម្លៃខ្លាំងណាស់ចូលកុំបំផ្លាញវាជីវិតគឺជាជីវិតចូលប្រយុទ្ធដើម្បីវា